តើតើនឹងបញ្ហាសុខភាពរបស់ខ្ញុំកាលពីមុនកាលខ្ញុំនៅគីឡូ80គឺខ្ញុំមានបញ្ហាសុខភាពច្រើនមែនទែនជាពិសេសតើតើនឹងបញ្ហាប្រព័ន្ធលាហារបស់ខ្ញុំនេះឯងកាពះពោះវៀនរបស់ខ្ញុំគឺមានបញ្ហាច្រើនញ៉ាំបន្លែឆៅក៏អត់បានញ៉ាំឆ្អែតពេកក៏អត់បានហើយបើថ្ងៃណារវល់ពេកទៅយឺតម៉ោងញ៉ាំបាយបន្តិចគឺអត់ស្រួលខ្លួនភ្លាមតើតើនឹងបញ្ហាកាពះពោះវៀនរបស់ខ្ញុំគឺជាមូលហេតុមួយដែលធ្វើឲ្យខ្ញុំពិបាកនៅក្នុងការស្វែងរកកម្មវិធីសម្រកគីឡូបើខ្ញុំទៅញ៉ាំបន្លែមួយចាននេះដូចគេដើម្បីសម្រកគីឡូគឺញ៉ាំអត់បានទេពីព្រោះខ្ញុំញ៉ាំបន្លែឆៅអត់បានហើយបើសិនជាបងអត់អាហារដើម្បីសម្រកគីឡូដូចគេគឺរឹតតែពិបាកទៅទៀតពីព្រោះបើគ្រាន់តែយឺតម៉ោងញ៉ាំបាយគឺខ្ញុំអត់ស្រួលខ្លួនបាត់ទៅហើយអញ្ចឹងថ្ងៃមួយខ្ញុំបានជ្រើសរើសញ៉ាំអាហារសុខភាពដែលខ្ញុំកំពុងតែញ៉ាំរាល់ថ្ងៃនេះជាលទ្ធផលខ្ញុំស្រករហូតដល់ទៅ13គីឡូហើយខ្ញុំមានសុខភាពល្អមែនទែនអញ្ចឹងសម្រាប់អាហារសុខភាពដែលខ្ញុំញ៉ាំនេះគឺមានប្រភពល្អនៃជាតិកាល់សរសៃហើយមានប្រូតេអ៊ីនវីតាមីនសារជាតិរ៉ែ21មុខដែលជួយឲ្យខ្ញុំស្រកគីឡូមានសុខភាពល្អអាហារដែលខ្ញុំញ៉ាំនេះមិនមែនជាថ្នាំព្យាបាលទេប៉ុន្តែគឺជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមល្អជាពិសេសប្រភពល្អនៃជាតិកាល់សរសៃហ្នឹងដែលជួយឲ្យខ្ញុំមានសុខភាពល្អជាការពិតឥឡូវហ្នឹងខ្ញុំអត់ដែលចូលពេទ្យទេហើយទាក់ទងនឹងកាពះពោះវៀនរបស់ខ្ញុំច្រើនឆ្នាំមកនេះគឺខ្ញុំអត់ដែលមានបញ្ហាទេឥឡូវនេះខ្ញុំញ៉ាំបន្លែឆៅក៏អត់មានបញ្ហាដែរនិយាយរួមគឺសុខភាពរបស់ខ្ញុំធម្មតាអញ្ចឹងត្រឡប់ទៅក្រោយវិញនៅពេលដែលខ្ញុំជ្រើសរើសអាហារសុខភាពនេះយកមកសម្រកគីឡូគឺពេលវេលានោះខ្ញុំមានបញ្ហាសុខភាពកាពះពោះវៀននឹងឯងហើយក៏មានបញ្ហាសុខភាពផ្សេងដែរប៉ុន្តែធំជាងគេគឺបញ្ហាកាពះពោះវៀនអញ្ចឹងនៅពេលហ្នឹងខ្ញុំសម្រកគីឡូផងខ្ញុំញ៉ាំថ្នាំកាពះពោះវៀនផងគឺខ្ញុំញ៉ាំអាហារសុខភាពហើយខ្ញុំញ៉ាំថ្នាំធម្មតានិយាយទៅខ្ញុំរីករាយជាមួយនឹងអាហារសុខភាពនេះមែនទែនពីព្រោះមិនត្រឹមឲ្យខ្ញុំបានរូបរាងល្អតែប៉ុណ្ណោះទេគឺជួយឲ្យខ្ញុំមានសុខភាពល្អដូចសពថ្ងៃនេះថែមទៀតអញ្ចឹងបើសិនជាបងឬមួយបងប្អូនទាំងអស់គ្នាចង់បានកម្មវិធីសម្រកគីឡូដែលអត់ចាំបាច់ធ្វើបាបខ្លួនឯងអត់ចាំបាច់បង្អត់អាហារអត់ចាំបាច់ហាត់ប្រាណបងប្អូនទាំងអស់គ្នាអាចទំនាក់ទំនងសួរនាំព័ត៌មានពីខ្ញុំបានខ្ញុំរីករាយចែកម្លែកជាមួយបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាគិតថាវីដេអូនេះល្អសម្រាប់បងប្អូនទាំងអស់គ្នាសូមជួយ follow ម្នាក់មួយអរគុណ